រឿងជួបស្នេហ៍ចៃដន្យតួអង្គស្រីមុននីរតនាកូនអ្នកសៀមរាបឪពុករតនាឈ្មោះពូរតន័យជាអ្នកម្ចាស់សន្តាគារមួយកន្លែងនៅសៀមរាបម្ដាយឈ្មោះមីងភាវីតួអង្គប្រុសវិសាលបុត្រជាកូនអ្នកភ្នំពេញឪពុកបុត្រឈ្មោះពូវ៉ាត់ជាមន្ត្រីរាជការម្ដាយឈ្មោះវ៉ាន់ឌីជាមន្ត្រីរាជការមិត្តតួអង្គស្រីឈ្មោះមីនីធីតាវ៉ាឆ្នានារីនៅសៀមរាបជាមួយគ្នាមិត្តតួអង្គប្រុសឧត្តមដេតសីឡាភូរាជកែវតុលាមានក៏ទៅសៀមរាបជាមួយគ្នាមុននីរតនាជាកូនស្រីតូលក្នុងគ្រួសារសប្តាហ៍នាងកំពុងរៀននៅសាកលវិទ្យាល័យមួយក្នុងក្រុងភ្នំពេញផ្នែកពេទ្យមធ្យមឆ្នាំទី2កាលពីបាក់ឌុបរតនាជាសិស្សឆ្នាំប្រចាំសាលាថែមជាស្រីស្អាតទៀតផងគ្រាន់តែចរិតរបស់នាងឆ្នះឆ្មើងបន្តិចវិសាលបុត្រជាកូនតូលក្នុងគ្រួសារសប្តាហ៍បុត្រជានិស្សិតកំពុងតែរៀនផ្នែកវិស្វកម្មក្នុងសាកលវិទ្យាល័យមួយក្នុងក្រុងភ្នំពេញចេញធ្វើការបាន7ឆ្នាំហើយវិសាលបុត្រក៏មិនអន់ដែរជាកម្ពុជាប្រស្នាប្រចាំសាកលប៉ុន្តែរៀងខើបន្តិចពួកគេលេបខែស្រីស្រីធម្មតាទេជាប្រសង្ហាខើបន្តិចហើយឡូលីប៉ុន្តែវិសាលបុត្រក៏ស្មោះត្រង់ថែមទាំងចិត្តបានថែមទៀតជាទេពូវ៉ាត់និងពូរតន័យជាសម្លាញ់នឹងគ្នាកាលសម័យនៅរៀនក៏ប៉ុន្តែខានតាក់ទងគ្នាយូរទើបតែថ្មីនេះបានតាក់ទងគ្នាវិញអ្វីដែលប្លែកគឺពូវ៉ាត់មិនបានប្រាប់ទេថាមានសម្លាញ់នៅសៀមរាបបានតែប្រាប់ថាមានញាតិសាច់ឆ្ងាយថ្ងៃទី1ទឹកដីសៀមរាបថ្ងៃចូលឆ្នាំទី14ខែមេសាឆ្នាំ2024ថ្ងៃចូលឆ្នាំបុត្របាននាំគ្រួសារនិងមិត្តភ័ក្តិបាននាំគ្នាទៅលេងសង្ក្រាន្តនៅឯសៀមរាបថ្ងៃចូលឆ្នាំប្រពៃណីជាតិបងប្អូនជនរួមជាតិយើងតែងតែត្រឡប់ទៅលេងស្រុកកំណើតអ្នកខ្លះក៏បានទៅទស្សនាតាមបណ្ដាខេត្តផ្សេងគ្នាមិនថាភ្ញៀវជាតិនិងអន្តរជាតិសូម្បីតែគ្រួសារវិសាលបុត្រក៏បាននាំគ្រួសារនិងមិត្តភ័ក្តិទៅដើរលេងនៅខេត្តសៀមរាបជាមួយគ្នាដែរម៉ាក់រួចរាល់នៅថ្ងៃហើយម៉ាក់ប្រយ័ត្នផ្លូវស្ទះណាហើយកូនមួយនេះវាប្រញាប់ទៅណាវាម៉ាក់រៀបខ្លួនមិនតាន់ហើយផងបាទម៉ាក់កុំចេះតែបអប់ខ្ញុំមើលខ្ញុំខ្លាចផ្លូវស្ទះតែស្មាក់បានហើយតោះរួចរាល់ហើយបានម៉ាក់តោះ let's go សៀមរាបម៉ាក់ដល់ណាហើយឃ្លានណាឈប់នៅស្គុនសិនបានអត់មហូបឆ្ងាញ់សាហាវម៉ាក់ដឹងហើយដេកលើឡានសោះដូចវាហត់ណាស់ចឹងអាកូនកំហួយប៉ាដេកក៏ហត់ដែរប៉ាបានហើយធំឲ្យដូចក្មេងឯងមើលពុកម៉ាក់ឯងមើលនៅស្ងៀមគ្មានមាត់ច្រើនដូចឯងទេស្អីទេម៉ាក់មកពីពួកវាអត់ហ៊ាននិយាយនឹងណាម៉ាក់ដល់ហើយនាំគ្នាចុះក្មួយដល់កន្លែងញ៉ាំបាយហើយរួចរាល់នៅក្មួយឡើងឡានបន្តដំណើរទៅមុខទៀតបានម៉ាក់បាទតោះអាម៉ាក់ឡើងឡានវើយឆាប់ដល់សៀមរាបបានមើលកមុំសៀមរាបដូចវ៉ាន់ដាច្រៀងដែរអត់មិនចោលចរិតព្រានសោះប្រយ័ត្នវើយក្រមុំសៀមរាបកាច់ណាស់ពិសេសក្រមុំប្រដាក់ណូប៉ាកំណំរឿងកាយហ្នឹងឯងគួរជួចាត់ណៃប៉ាអាខូចយេទីបំផុតមកដល់សៀមរាបហើយទឹកដីដ៏អស្ចារ្យមកលើកនេះត្រូវរកសង្សារឲ្យបានមួយសិនបានទៅវឹងម៉ាក់យប់នេះដែរទៅលេង pub street ទេម៉ាក់ប្រសិនបើអត់ទៅទេកូននាំពុកម៉ាក់កូនដើរលេងសិនហើយម៉ាក់ដើរជាមួយប៉ាទៅកូនសុំដើរក្មេងៗដូចគ្នាបានកូននាំគ្នាទៅចាស់ម៉ាក់សម្រាប់សិនធ្វើដំណើរមកហត់ដែរបាទប៉ាម៉ាក់កូនទៅហើយតោះពួកអនុបដល់កន្លែងហាងលក់ម្ហូបមួយកន្លែងជិតមាត់ស្ទឹងសៀមរាបពេលចូលដល់ភ្លាមវិសាលបានហៅអ្នករត់តុមកកំងអាហារអ្នកលក់កំងម្ហូបមួយឆ្លៀតពេលនោះដែររតនានិងមិត្តឯទៀតក៏បានមកហាងដូចគ្នាចៃដន្យបុត្របានអង្គុយដាក់ជើងចេញក្រៅតុភ្លាមនោះធ្វើឲ្យរតនាដួលពេញចំហខឿនតែម្ដងទាយលេងមើលតាមចរិតរតនានាងនឹងនិយាយអ្វីចាគឺថាសង្គ្រាមលន់ផលហាងដោយក្របបែកចឹងសំទោអ្នកនាងយីលោកឯងជក់ថ្នាំជ្រុលមែនទេអ្នកណាជាអ្នកនាងរបស់លោកឯងខ្ញុំនៅមិនតាន់រៀបការទេលោកឯងភ្លើទេមែនបានជាដាក់ជើងលោកខ្ទាស់ជើងខ្ញុំចឹងកញ្ញាខ្ញុំសុំទោសកញ្ញារួចហើយព្រោះខ្ញុំគ្មានចេតនាទេហេតុអីសម្ដីអាក្រក់យ៉ាងនេះទាំងខ្លួនឯងជាស្រីសំហើយដែលមិនតាន់រៀបការព្រោះគ្មានអ្នកណាគេយកទេសម្ដីមើលតែបិសាចខ្លាចូលខ្លួនទៅហើយជេរយកលោកឈួតមិនបានប្រើសម្ដីបែបនេះដាក់ខ្ញុំពីមុនមិនដែលមានអ្នកណានិយាយបែបនេះដាក់ខ្ញុំទេចឹងខ្ញុំជាបរិសទី1ហើយតាមពិតទៅខ្ញុំក៏សង្ហាដែរចឹងបានជាកញ្ញាចង់អូក្រឡាជាមួយផងថាមិនត្រីដែរបើចាប់អារម្មណ៍ខ្ញុំប្រាប់ត្រង់មកកុំឲ្យខាតពេលឈួតទេអ្នកណាចាប់អារម្មណ៍លោកឯងរៀងមើលតែកញ្ចាញ់ជែកភ្នែកឡើងខ្មៅស្រួលមិនស្រួលទៅជក់ហាយខំមិនដឹងអារោគចិត្តតើអើយពូកែងទៅប្រទេសវិញលែងឃ្លានលែងអីហើយថ្ងៃនេះសួយខ្លាំងជួបកង្កឹកចង់ហូបសាច់ហង្សនាងកុំតន់ឲ្យទៅណាមកនេះអ៊ីគ្នាឲ្យដឹងរឿងសិនអ្នកឲ្យប្រកាសចង់ស៊ីសាច់ហង្សនោះសួយមែនក៏ទៅវគ្គនេះនឹងវគ្គមុនប៉ះកំពូលស្រីឆ្នះប្រចាំក្រុមតែម្ដងហើយជួដល់វគ្គ sweet ម្ដងមើលមិនវិញឥឡូវហ្នឹងរឿងកាត់មកដល់ពេលកំពុងលេងទឹកតំបន់តាជើងចិត្តធីមស្រីស្អាតប៉ះជាមួយធីមប្រុសស្អាតទៀតហើយរតនាអញក៏ស្អីអីហ្នឹងហ่าបានជាខឹងគេដល់ម្លឹងមកពីនេះឈួតម្នាក់នោះទេមកតាក់ជើងអញចង់ដួលកាប់មុខហែងអភែងទេហ่าអើយយើងឃើញហើយតែគេក៏បានសុំទោសហើយតាថាគ្នាគ្មានចេតនាណាមួយអញក៏មិនគ្រោះថ្នាក់អីថងហេតុអ្វីសម្ដីអាក្រក់ដាក់គេយ៉ាងនេះទេឯងនៅខាងអ្នកណាយបច្ចាច់យើងនៅខាងឯងរាល់លើកតែលើកនេះឯងជ្រុលពេកនេះឯងបានទេកុំឲ្យខូចអារម្មណ៍ដល់លេងផងមែងហ្នឹងយើងទៅម្ដុំ pub street ទៅមនុស្សច្រើនណាមួយផ្ទះរតនាម្ដុំនោះផងស្រួលយកខោអាវទៅបដូរចឹងក៏បានគ្នាយើងតដើរចូលតំបន់ pub street ដើរម្ដងទៅកែបានជួបកមុំស្អាតអ្នកណាមិនល្បីកមុំសៀមរាបសុទ្ធតែស្រីស្អាតមកតែឯងយើងគ្រប់ត្រូលតែលើកលែងនិយាយបែកល្ងាកមិញនោះមួយចេញ
ស្រីអ្វីទេមាត់ដាច់យ៉ាងនឹងប្រក់ណាបានធ្វើប្តីដឹងតែសួយហើយទេហើយថៃហាសុកមករំលឹកពីគេទៀតហើយនឹកឡើងក្តៅចិត្តនឹងហារឿងប៉ុណ្្នឹងសោះដៀលឯងកប់មាត់ឯងមិននិយាយលេងទេវីម្នាក់ខ្ជូតជាងគេឯងមើលឃើញចឹងមែនអត់ពួកឯងស្អីពួកឯងយកភ្នែកឬយកច្រមុះមើលបានឃើញខ្ជូតស្រីឆ្នះនោះទៅបានហើយជប់រំលឹកទៀតដើរទៅ រតនាកើតអីឯងហ៎ទេឯងក៏មិនដឹងសុកស្រាប់តែឆ្លោះហើយក៏ដាស់ច្រើនដងសង្ស័យតែត្រាំទឹកយូរពេកចង់ផ្ដាសាយហើយមិនមែនទេអាការៈបែបនេះជាងលេខទីថាមានគេកំពុងតែនិយាយដើមឬនឹកដើមដល់ហើយគិតដូចគ្នាដែរអ៊ីហាដើរលេងសុកហៅរាសាខាងណាចូលខ្លួនពួកឯងនោះគ្នាលលេងទេប្រហែលមកពីត្រឺទឹកយូរពេកហើយតោះផ្លាស់ឈុតទៅក្លឹបបន្តដាក់បន្តិចនិយាយរឿងក្នុងចិត្តចេញមកធីមតួស្រីប្រមឹកតែម្ដងនិយាយរួចក៏នាំគ្នាទៅក្លឹបបន្តសិន